ប្រភេទនិងប្រភេទយើងធ្លាប់រៀនបូកប្រភេទហើយដកប្រភេទហើយគុណហើយឡើយចូលអីគេចូលចែកវិញម្ដងអញ្ចឹងបងប្អូនត្រូវចេះនិយមន័យដើម្បីចែកប្រភេទនិងប្រភេទយើងត្រូវយកប្រភេទទី1គុណចម្រាស់និងប្រភេទទី2គេគុណចម្រាស់វាម៉េចមកឥឡូវយើងមើលទាំងអស់គ្នាមកនេះបានចែកគឺថាដើម្បីចែកប្រភេទនិងប្រភេទយើងយកប្រភេទទី1គុណចម្រាស់និងប្រភេទទី2អញ្ចឹងប្រភេទទី1អត់ប្រែប្រួលទេនៅតែ3លើម៉ានដដែល3លើ4ហើយគុណចម្រាស់នេះសញ្ញាគុណចម្រាស់និងប្រភេទទី2ឥឡូវបងប្អូនមើលប្រភេទទី2 1ភាគ4បើអ្នកគ្រូដាក់ចម្រាស់មកវិញប្រហែល4ភាគម៉ាន4ភាគ1អញ្ចឹងគេថាគុណចម្រាស់និងប្រភេទទី2អញ្ចឹងប្រភេទទី2លែងនៅ1ភាគ4ណាមកជាអីគេ4ភាគ1វិញយល់ដល់ឡើងហ្នឹងអញ្ចឹងយកប្រភេទទី1គុណចម្រាស់និងប្រភេទទី2នេះអានេះចម្រាស់ទៅវិញគឺបាន4ភាគ1លែង1ភាគ4ហើយបន្ទាប់មកយើងប្រើប្រមាណវិធីគុណធម្មតា3គុណ4ស្មើប៉ុន្មាន3គុណ4ស្មើប៉ុន្មានចា12 4គុណនឹង1ស្មើប៉ុន្មានបើលេខចែកដាច់មិនបាច់ហាត់ស្រួលលេខចែកមក12ចែក4ស្មើប៉ុន្មានចាល្អចម្លើយឃើញប៉ុណ្ណឹងអានេះធ្វើខ្លួនឯង